ដល់ថ្ងៃនេះខ្ញុំនឹងបង្ហាញ18ចំណុចថ្មីបន្ទាប់ពីខ្ញុំធ្វើការដំឡើងទៅកាន់ iOS 26នៅលើទូរស័ព្ទដៃ16 Pro Max របស់ខ្ញុំនេះថាតើមានចំណុចអីថ្មីកុំភ្លេចទស្សនាទាំងអស់គ្នាចំណុចទី1ដែលខ្ញុំឃើញថាមានការផ្លាស់ប្ដូរទៅលើ menu នៅក្នុង home screen របស់យើងទៅលើ app នីមួយៗអញ្ចឹងពេលដែលបងប្អូនអាប់ដេតទៅកាន់ iOS 26បងប្អូននឹងទទួលបាននៅការផ្លាស់ប្ដូរទៅលើមុខងារដែល Apple ឲ្យឈ្មោះថា Liquid Glass ដែលក្នុងនោះបងប្អូនគ្រាន់តែសង្កត់ទៅលើ home ឲ្យជាប់បងប្អូននឹងឃើញពាក្យថា edit បងប្អូនចុចពាក្យថា edit បងប្អូនចុចពាក្យថា customize អញ្ចឹងយើងចុចទៅលើពាក្យ clear យើងនឹងទទួលបាននៅ menu ក៏ដូចជារូបរាង app នៅលើនេះដែលប្រភេទថ្លាអញ្ចឹងបងប្អូននឹងឃើញយើងទទួលបាន menu ដែលជាប្រភេទថ្លាបែបនេះនៅថ្មីទី2ដែលខ្ញុំឃើញថាមានការផ្លាស់ប្ដូរទៅលើ control center ក្នុង control center ហ្នឹងបងប្អូននឹងឃើញវាលក្ខណៈចេញមកគឺថ្លាដូចកញ្ចក់អញ្ចឹងបងប្អូនអ្នកគ្នាអាចឃើញដែលយើងអស់មកយើងនឹងឃើញទម្រង់គឺបែបនេះថាវាស្អាតម្យ៉ាងដែរហើយវាប្លែកភ្នែកសម្រាប់ដែលយើងធ្លាប់ប្រើ iOS មុនគឺវាខុសគ្នាដាច់តែម្ដងអញ្ចឹងបើសិនជាបងប្អូនអត់ចង់ឲ្យវាថ្លាឃើញ background ខាងក្រោយទេក្នុងនោះក៏បងប្អូនអាចធ្វើការបិទនៅមុខងារនេះផងដែរគ្រាន់តែបងប្អូនចូលទៅកាន់ setting accessibility បន្ទាប់មកបងប្អូនចូលទៅកាន់ display and text style នោះបងប្អូននឹងឃើញពាក្យថា reduce transparency អញ្ចឹងយើងធ្វើការបើកមកអញ្ចឹងពេលដែលបងប្អូនអស់ control center វាអត់ថ្លាដូចមុនទេអត់ឃើញ background នៅខាងក្រោយទេអញ្ចឹងកន្លែងនេះបងប្អូនបើមិនស្រឡាញ់បងប្អូនអាចធ្វើបែបនេះបានអញ្ចឹងចំណុចទី3ខ្ញុំឃើញថាមានការផ្លាស់ប្ដូរទៅលើ wallpaper នៃ lock screen របស់យើងគឺវាបង្កើតឲ្យរូបភាពរបស់យើងមានចលនាបែប 3D បងប្អូនអាចឃើញវារាងញ័របែប 3D អញ្ចឹងវាក៏ស្រស់ស្អាតម្យ៉ាងដែរនៅលើ lock screen របស់ iOS 26នេះចំណុចទី4គឺទៅលើមុខងារ battery គ្រាន់តែបងប្អូនចូលទៅកាន់ setting បងប្អូនចូលទៅកាន់ battery ក្នុងនោះបងប្អូននឹងឃើញ load នៃភាគរយថ្មរបស់យើងដែលដូចទៅលើភាគរយថ្មនេះអញ្ចឹងហើយក្នុងនោះពេលដែលបងប្អូនសាកថ្មវានឹង load ប្រាប់ពីរយៈពេលនៃការសាកថ្មពេញរបស់យើងឧទាហរណ៍ថាខ្ញុំធ្វើការដោតសាកថ្មនៅលើទូរស័ព្ទរបស់ខ្ញុំអញ្ចឹងកន្លែងនេះវានឹង load ប្រាប់បងប្អូនអរគ្នាថាថ្មយើងនៅសល់ 48% ហើយយើងប្រើរយៈពេលសាកពី48ទៅ80% 31នាទីហើយចន្លោះពីនេះទៅនេះរហូតទាំងអស់សរុបគឺ1ម៉ោង15នាទីហើយក្នុងមុខងារ battery នេះផងដែរដោយខ្ញុំឃើញថាវាបន្ថែមនៅមុខងារថ្មីមួយទៀតចូលទៅកាន់ power mode អញ្ចឹងបងប្អូននឹងឃើញពាក្យថា adaptive power អញ្ចឹងក្នុង adaptive power បងប្អូនបើកទៅវាជួយដល់ពេលដែលបងប្អូនប្រើប្រាស់ថ្មនៅសល់ 20% អញ្ចឹងថ្មហ្នឹងហើយក៏ដូចជាទូរស័ព្ទហ្នឹងវាជួយក្នុងការសម្រួលឲ្យការប្រើប្រាស់របស់យើងបានកាន់តែយូរជាងមុនចំណុចថ្មីទី5ទៅលើមុខងារ call អញ្ចឹងពេលដែលបងប្អូនចូលទៅកាន់ប៊ូតុង call បងប្អូននឹងឃើញវាចេញការ design គឺខុសពីមុនដោយពីមុនគឺបងប្អូនឃើញបែបផ្សេងបងប្អូនចង់ដាក់ឲ្យដូចមុនក៏បងប្អូនអាចចុចទៅកន្លែងនេះតមកបងប្អូនចុចយក classic អញ្ចឹងវានឹងបង្ហាញនៅមុខងារដូចពីមុនអញ្ចឹងបើសិនជាបងប្អូនចង់បានមុខងារថ្មីអញ្ចឹងវាចេញដូចនេះវា summary ឲ្យយើងដើម្បីឲ្យយើងកាន់តែងាយស្រួលមុខងារទី6តើតើការផ្លាស់ប្ដូរធំទៅលើកាមេរ៉ាអញ្ចឹងក្នុងនោះយើងឃើញថាផ្លាស់ប្ដូរទៅលើ app កាមេរ៉ាហើយពេលដែលបងប្អូនចូលមកកាន់កាមេរ៉ាបងប្អូនក៏ឃើញវាចេញនៅមុខងារ2គឺ photo ជាមួយនឹង video ហើយក្នុងនោះបងប្អូនអាចធ្វើការឆ្លាស់រូបឆ្លាស់ទៅមកបានក្នុងការថតទៅកាន់មុខងារណាមួយហើយពេលដែលបងប្អូនថតទៅកាន់ photo បងប្អូនអាចរើសជម្រើសនៅខាងលើនេះក៏បានវា load នៅខាងក្រោមនេះឬក៏បងប្អូនធ្វើការកវាសឡើងគឺបានដូចគ្នាមិនថាវីដេអូដូចគ្នាដែរបងប្អូនចូលទៅកាន់វីដេអូបងប្អូនកវាសឡើងវាមានមុខងារ flash ជាមួយនឹង exposure ផ្សេងហើយបងប្អូនក៏អាចធ្វើការរើសនៅទំហំឬក៏នៃការថតវីដេអូរបស់បងប្អូនតាមអ្វីដែលបងប្អូនចង់បានចំណុចទី7ខ្ញុំសង្កេតឃើញថានៅលើកម្មវិធី photo អញ្ចឹងពេលដែលបងប្អូនចូលមកកាន់ photo វាបដូរ icon របស់យើងទៅជា library ដែលវាមានបង្ហាញទៅលើរូបភាពរបស់យើងទាំងអស់នៅលើនេះតែម្ដងអញ្ចឹងយើងអត់អាចទៅកាន់អីផ្សេងដូចមុន sketch អញញ៉ៃទេហើយបើសិនជាបងប្អូនចង់ចូលទៅកាន់មុខងារដូចមុនបងប្អូនគ្រាន់តែចុចទៅលើ collection នេះវាមានបង្ហាញតាំងពីវីដេអូតាំងពី
recently delete មាន high photo មាន everything ផ្សេងនៅលើនេះហើយក្នុងរូបភាពនេះគឺបងប្អូនអាចមើលឃើញបានច្រើនមែនតើនៅលើនេះជាខ្ញុំគិតថាវាផ្ដល់ជូនយើងបែបនេះគឺល្អជាងដែរ iOS 18ដែលវាបង្ហាញទាំងអស់នៅលើនេះធ្វើឲ្យយើងមើលទៅឃើញច្រើនហើយរញ៉េពិបាកក្នុងការមើលមែនតើចំណុចទី8ខ្ញុំឃើញថាយើងទទួលបាននៅមុខងារមួយគឺ head tracking គាត់បងប្អូនចូលទៅកាន់ setting បន្ទាប់មកបងប្អូនចូលទៅកាន់ accessibility បន្ទាប់មកបងប្អូនអស់មកខាងក្រោមបងប្អូននឹងឃើញពាក្យថា head tracking ដែលពីមុនយើងឃើញតែ eye tracking ទេឥឡូវយើងទទួលបាននៅមុខងារ head tracking ដែលក្នុងនោះគឺបងប្អូនអាចបញ្ជាតាមរយៈក្បាលនៅលើ iPhone របស់យើងក្នុងនោះខ្ញុំឃើញថាមុខងារនេះគឺអត់ទាន់ដំណើរការបានស្រួលបួលនៅឡើយទេចំណុចទី9ខ្ញុំឃើញថាការអាប់ដេតទៅលើ screenshot ដែលជាទូទៅយើងធ្វើការ screenshot គឺអត់ចេញបែបនេះទេតែលើកនេះវាចេញបែបជា review ហើយបងប្អូនអាចធ្វើការ crop វីដេអូនឹងអីផ្សេងបានយ៉ាងងាយស្រួលប៉ុន្តែអ្វីដែលខ្ញុំអត់សូវចូលចិត្តនោះគឺទៅលើការ save យើងធ្វើការចុចច្រើនដើម្បីធ្វើការ save អញ្ចឹងបើសិនជាបងប្អូនអត់ឆ្លាញ់មុខងារថ្មីនេះទេបងប្អូនគ្រាន់តែចូលទៅកាន់ setting បន្ទាប់មកបងប្អូនចូលទៅកាន់ general បងប្អូនចូលទៅកាន់ screen capture អញ្ចឹងបងប្អូនអាចធ្វើការបិទនៅ line នេះអញ្ចឹងពេលដែលបងប្អូន screenshot បងប្អូនគ្រាន់តែកវាសចេះគឺវាធ្វើការ save រូបភាពដែលយើងបាន screenshot ហ្នឹងគឺ auto ទៅដល់ចំណុចថ្មីទី10ទៅលើមុខងារ lock screen ទៅលើ lock screen ដដែលនោះគឺបងប្អូនអាចធ្វើការ customize ទៅលើម៉ោងបានដោយគ្រាន់តែបងប្អូនចុចនៅលើហ្នឹងមកបងប្អូនចូល customize បងប្អូនអាចទាញម៉ោងរបស់យើងឲ្យវែងបានហើយក្នុងនោះខ្ញុំសង្កេតឃើញថាការទាញបានហ្នឹងគឺបងប្អូនធ្វើការទាញបានតែនៅលើម៉ោងនេះទេ Arabic Western នេះគឺបងប្អូនអាចធ្វើការទាញបានហើយបើសិនជាទៅភាសាផ្សេងគឺអត់អាចទាញបានទេបងប្អូនអរគ្នាអញ្ចឹងយើងអាចទាញឲ្យរឿងវែងជាងមុនបាននៅលើនេះរួមតាមដែលបងប្អូនចង់បានចំណុចថ្មីទី11ដែលខ្ញុំឃើញថាការផ្លាស់ប្ដូរទៅលើប៊ូតុងនៅក្នុង setting អញ្ចឹងបងប្អូនចូលទៅកាន់ setting អញ្ចឹងបើសិនជាបងប្អូនចង់ធ្វើការផ្លាស់ប្ដូរឬក៏បិទបើកអីមួយហ្នឹងពីមុនគឺមុខងារហ្នឹងវាមូលហើយខ្លីតែឥឡូវហ្នឹងគឺវាធ្វើការផ្លាស់ប្ដូរវែងជាងមុនហើយបងប្អូនឃើញគឺងាយស្រួលមើលមែនតើ S26 នេះចំណុចទី12គឺការផ្លាស់ប្ដូរលើ clock អញ្ចឹងពេលដែលបងប្អូនដាក់ម៉ោងរោនៅលើ clock ហ្នឹងជាទូទៅបងប្អូនធ្វើការដាក់ម៉ោងរោដូចនេះអញ្ចឹងបងប្អូននឹងឃើញពាក្យថា snow duration អញ្ចឹងតើតើមួយកន្លែងនេះគឺពីមុនយើងអាចធ្វើការកំណត់នាទីបានទេតែឥឡូវយើងអាចធ្វើការកំណត់នាទីបានពីមុនគាត់នៅមានប៊ូតុងបើកទេបងប្អូនបើកឬក៏បិទតែសម្រាប់ iOS 26នេះយើងអាចធ្វើការផ្លាស់ប្ដូរបាននៅលើហ្នឹងដោយគាត់បងប្អូនចុចទៅលើហ្នឹងហើយបងប្អូនអាចកំណត់បានដល់ទៅ15នាទីមុខងារហ្នឹងគឺមានន័យថាពេលដែលបងប្អូនដាក់ម៉ោងរោហើយប្រហែលនាទីក្រោយវានឹងធ្វើការរោមួយសារទៀតបងប្អូនអរគ្នាផ្នែកថ្មីទី13ហ្នឹងបន្ទាប់ពីយើងធ្វើការអាប់ដេត iOS 26ហើយបងប្អូននឹងទទួលបាននៅ app ថ្មី2ដែលទី1ទៅលើ app game អញ្ចឹងបងប្អូននឹងឃើញ app game ទី2 app preview អញ្ចឹងយើងចូលទៅកាន់ app game ហ្នឹងមកអញ្ចឹងបងប្អូននឹងឃើញមាន game ជាច្រើននៅលើ app មួយហ្នឹងហើយក្នុង app ហ្នឹងគឺបង្ហាញតែ game ទេបងប្អូនអរគ្នាហើយក៏បងប្អូនអាចធ្វើការ download មកប្រើប្រាស់មកលេងបានដែរនៅលើ app មួយនេះ app preview បងប្អូនក៏អាចចូលមកក្នុងហ្នឹងវា preview តើទៅជាមួយនឹងឯកសាររបស់យើងដែរនៅក្នុង file ហ្នឹងមិនថាពីមុនវានៅក្នុង file តើយើងចូលទៅក្នុង file ទៅយើងធ្វើការបើកទៅយើងឃើញ file ក៏ដូចជារូបភាពឯកសារយើងមួយចំនួនតែក្នុងនេះយើងអាចចូលទៅខាង app preview វា load មកទាំងអស់ចំណុចទី14យើងទទួលបាននៅ wallpaper ថ្មីមួយនៅលើ iOS 26នេះបងប្អូនអាចឃើញយើងទទួលបាន wallpaper ដូចនេះនៅលើ app 26ដែលបន្ទាប់ពីយើងធ្វើការ update មកចំណុចទី15ហ្នឹងបើសិនជាបងប្អូនចូលទៅកាន់ setting បងប្អូននឹងឃើញប៊ូតុង search មុខងារ search ហ្នឹងគឺវា pop up នៅខាងក្រោមនេះរហូតតែម្ដងលុះត្រាតែបងប្អូនចូលទៅកាន់មុខងារណាមួយទើបវា load ចេញដោយពីមុនហ្នឹងមុខងារ search គឺវានៅលើ profile Apple ID របស់យើងចុចនៅលើនេះបានយើងចូលទៅបានបើបងប្អូនអុសទៅខាងក្រោមបងប្អូនត្រូវទាញមកដល់លើទើបបងប្អូនធ្វើការចុចប៊ូតុង search នឹងបានតែឥឡូវគឺអត់ទេបងប្អូនអុសទៅដល់ណាក៏ប៊ូតុង search វានៅ load នៅលើនេះដែរទី16នៅលើ Safari របស់យើងនៅក្នុង Safari របស់យើងចូលទៅដល់យើងនឹងឃើញ
ទាំង Safari របស់យើងកន្លែង search របស់យើងហ្នឹងគឺវា load នៅខាងក្រោមនេះហើយវាមានជាទម្រង់មូលអត់ដូចមុនទេទម្រង់មូលស្អាតជាងមុនហើយបងប្អូនចង់ផ្លាស់ប្ដូរនៅ tab អីផ្សេងៗបងប្អូនចុច tray 3នៅខាងគៀននេះហើយបងប្អូនចង់ត្រឡប់ក្រោយបងប្អូនអាចត្រឡប់ក្រោយបានបងប្អូនអាចអូសទៅមុខទៅក្រោយបាននៅលើ Safari របស់យើងមានការផ្លាស់ប្ដូរមួយចំនួនទៅលើប៊ូតុងនេះចំណុចទី17ដែលខ្ញុំសង្កេតឃើញនៅលើ App Store របស់ iOS 26ប៊ូតុង search គឺវា load នៅខាងក្រោមដែលខុសពីមុនប៊ូតុង search របស់យើងនៅកន្លែង profile របស់យើងនៅខាងលើនេះហើយបងប្អូននៅខាងក្រោមនេះវាមានមុខងារ game អីផ្សេងៗ app អីផ្សេងៗអញ្ចឹងបងប្អូនគាត់ទៅចុចនៅលើនេះអញ្ចឹងវាបង្ហាញនៅមុខងារ game app អីផ្សេងៗនៅលើ App Store របស់យើងហ្នឹងហើយបងប្អូនចុច search វានឹង load ទៅខាងនេះវិញអញ្ចឹងខ្ញុំឃើញថាវាផ្លាស់ប្ដូរមួយចំនួននៅលើនេះចំណុច18ចុងក្រោយ Control Center នេះគឺបងប្អូនស្កត់ hold ឲ្យជាប់បងប្អូនវាឃើញនឹងវា load ដូច្នេះដោយពីមុនពេលដែលបងប្អូនស្កត់ hold ហ្នឹងគឺវា load មកចំកណ្ដាលនៃផ្ទាំង UI នៃ Control Center របស់យើងហ្នឹងអញ្ចឹងវា load មកចំកណ្ដាលហ្នឹងវាបាំងនៅមុខងារផ្សេងៗបានណាបងប្អូនអញ្ចឹងវា load ខុសគ្នាឡើយហ្នឹងខ្ញុំគិតថាវាប្លែកមួយយ៉ាងដែរនៅលើ iOS 26ហ្នឹងចុងក្រោយបើសិនជាបងប្អូនចង់ update ទៅកាន់ iOS 26ហ្នឹងខ្ញុំគិតថាបងប្អូនអាចនឹងកុំទាន់អាល់អីដោយសារវាជាចំនួនសាកល្បងទី1ហើយក្នុងការ update ហ្នឹងវាអាចមាន bug មួយចំនួនក្នុងការចូលទៅកាន់ app ធនាគារឬក៏ app ផ្សេងៗវាអាច slow វាអាចយឺតយ៉ាវឬក៏ error ទៅកាន់ app មួយចំនួនហ្នឹងផងដែរអញ្ចឹងបងប្អូនអាចចាំពេល full version ឬក៏ជំនាន់ beta វាអាចចេញរៀងយូរឬក៏ public beta ផ្សេងៗទៅពេលដែលបងប្អូនធ្វើការ update ទៅវាអត់សូវជួបបញ្ហាច្រើនតែឥឡូវក៏វាមិនជាច្រើនដែរវាតាមទូរស័ព្ទដៃទេដោយនៅលើ iPhone 16 Pro Max របស់ខ្ញុំនេះគឺខ្ញុំអត់ទាន់ជួប bug អីណាទេគាត់ថាខ្ញុំ bug app ធនាគារអីរៀងយឺតបន្តិចទេបងប្អូនអរគ្នាហើយវាលេងឡើងកម្ដៅជាងមុនបន្តិចអញ្ចឹងអរគុណសម្រាប់ការទស្សនាហើយខ្ញុំនឹងជួបបងប្អូនអរគ្នានៅវីដេអូក្រោយទៀត